នៅភាគឦសាននៃប្រទេសកម្ពុជាដែនជម្រកសត្វព្រៃកែវសីមាគឺជាទីជម្រកដ៏សំខាន់របស់ភេទរស់ជាច្រើនប្រភេទទីនេះក៏ជាជម្រករបស់បក្សីជាង350ប្រភេទរាប់ចាប់តាំងពីសត្វកេងកងដ៏ស្រស់ស្អាតរហូតដល់ប្រភេទបក្សីកម្រដែលកំពុងប្រឈមនឹងការបាត់បង់បក្សីមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេតែពួកវាក៏ជាអ្នកពំនាំពូជព្រៃឈើទៅគ្រប់ទីកន្លែងជាអ្នកថែរក្សាតុល្យភាពធម្មជាតិនិងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីមានស្ថិរភាពការការពារបក្សីគឺជាការការពារព្រៃឈើសត្វព្រៃនិងអនាគតនៃមនុស្សជាតិសូមចូលរួមការពារដែនជម្រកសត្វព្រៃកែវសីមាដើម្បីកូនចៅជំនាន់ក្រោយ